ហើយខំប្រឹងធ្វើបុណ្យធ្វើកុសលក៏បានអានិសង្សច្រើនអ្នកណាជឿកម្មតិចមិនសូវជឿសុបទេធ្វើតាមគេតាមឯងអញ្ចឹងមកជាសទ្ធាប្រកបដោយញាណអវិបប្រយុទ្ធមកគឺថាធ្វើបុណ្យធ្វើទានហ្នឹងក៏បានអានិសង្សតិចដែរអញ្ចឹងក្នុងឱកាសវេលាថ្ងៃនេះអាត្មាភាពនឹងលើកយកនៅអតីតនិទានក្នុងចំនួនកាលនៃព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ដែលយើងកាលព្រះអង្គទ្រង់គង់ប្រជញ្ញនៅដើម្បីឲ្យញាតិញោមសម័យទានប្រធានបុណ្យគ្រប់រូបទាំងអស់បានយល់ជ្រាបច្បាស់ថាតើបុណ្យកុសលដែលបានអានិសង្សតិចបុណ្យកុសលដែលបានអានិសង្សច្រើនហ្នឹងគឺថាមិនវាស់វែងដោយទ្រព្យសម្បត្តិខាងក្រៅទេតែត្រូវវាស់វែងដោយសទ្ធាដែលកើតមានឡើងក្នុងផ្ទៃចិត្តនៃពុទ្ធបរិស័ទពីខាងក្នុងមកក្នុងសម័យថ្ងៃមួយដែលព្រះសម្មាសម្ពុទ្ធដែលយើងព្រះអង្គទ្រង់គង់ប្រជញ្ញនៅក្នុងកាលនោះអង្គព្រះសព្បញ្ញពុទ្ធព្រះអង្គទ្រង់ធ្វើដំណើរជាមួយនឹងភិក្ខុសង្ឃទាំងឡាយច្រើនអង្គដោយក្នុងដំណើរនោះមានព្រះអានន្ទដែលជាពុទ្ធឧបថាកៈជាអ្នកបម្រើផ្ទាល់របស់ព្រះអង្គហ្នឹងទៅតាមព្រះអង្គដែរនៅពេលដែលព្រះអង្គធ្វើដំណើរដល់ស្រុកមួយឈ្មោះថាស្រុកវេភលិកនិគមក្នុងស្រុកហ្នឹងស្រាប់តែព្រះអង្គទ្រង់ឈប់ហើយព្រះអង្គងាកប្រភពបែកចេញមកខាងក្រៅហើយព្រះអង្គទ្រង់ញញឹមនៅពេលដែលព្រះអង្គញញឹមអញ្ចឹងព្រះអានន្ទដែលជាពុទ្ធឧបថាកៈរបស់ព្រះសព្បញ្ញពុទ្ធហ្នឹងព្រះអង្គសួរថាតើបពុទ្ធព្រះអង្គនៅចម្រើនតើហេតុអ្វីកើតមានតើព្រះអង្គទ្រង់មានការនឹកភ្នោកទៅដល់រឿងអ្វីទៅបានជាព្រះអង្គញញឹមដូច្នេះព្រោះថាព្រះសម្មាសម្ពុទ្ធព្រះអង្គមិនមែនចេះតែញញឹមទេញាតិញោមយើងគ្រប់គ្នាជាពុទ្ធជនធម្មតាហ្នឹងគឺថាយើងទទួលភ្ញៀវយើងជួបអ្នកណាអ្នកណីមកលេងផ្ទះជួបសាច់ញាតិបងប្អូនហ្នឹងយើងសម្ដែងការរាក់ទាក់គ្នាតាមរយៈការញញឹមតែព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់នៃយើងព្រះអង្គមិនអញ្ចឹងទេព្រះអង្គនៅសភាពនឹងថឹងធម្មតាតែបើព្រះអង្គទ្រង់ញញឹមហើយការញញឹមនេះច្បាស់ជាមានហេតុណាមួយកើតមានឡើងហើយអញ្ចឹងបានជាព្រះអានន្ទលោកឆ្ងល់តើព្រះអង្គញញឹមនឹងមានរឿងអីទៅព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់នៃយើងព្រះអង្គទ្រង់សម្ដែងអំពីអតីតនិទាននៅក្នុងស្រុកវេភលិកនិគមនេះឯងធម្មនាលអនន្តក្នុងចំនួនកាលនៃព្រះពុទ្ធព្រះអង្គទ្រង់ពនាមកាសបៈក្នុងផតកັບនេះដែរទេព្រះអរហន្តសម្មាសម្ពុទ្ធអង្គនោះកាលព្រះអង្គទ្រង់គង់ប្រជញ្ញនៅកាលនោះមានវត្តមួយដែលជាអារាមរបស់ព្រះកាសបៈមានអាយុនឹងលោកតាំងនៅក្នុងស្រុកនេះឯងហើយលោកមាននៅអ្នកបម្រើដែលជាឧបាសកម្នាក់ដែលជាអ្នកមានសទ្ធាមុតមមណាស់ក្នុងគុណនៃបរតនត្រ័យក្នុងសំណាក់សាសនានៃព្រះពុទ្ធពនាមកាសបៈនោះឯងពលគឺស្មូនឆ្នាំងម្នាក់ឈ្មោះថាខដិកាស្មូនឆ្នាំងខដិកាស្មូនឆ្នាំងហ្នឹងគឺថាជឿជាក់ទៅនៅក្នុងគុណបរតនត្រ័យមានសទ្ធាមុតមមមិនញាប់ញ័រទេគ្មានអ្នកណាអាចតោងទាញគ្មានអ្នកណាមកតោងទឹកថៃឲ្យខដិកានឹងចូលទៅកាន់សាសនាដតីបានឬក៏ថាគ្មានអ្នកណាអាចញុះញង់គ្មានអ្នកណាអាចចាក់បំបែកស្មូនឆ្នាំងនឹងឲ្យឃ្លាតចេញពីព្រះពុទ្ធសាសនានេះទេក្នុងចំនួនកាលនោះមានសម័យថ្ងៃមួយខដិកាស្មូនឆ្នាំងនឹងគេមានមិត្តសម្លាញ់ម្នាក់មិត្តសម្លាញ់នឹងឈ្មោះថាជូតតិបាលមេនុបអ្នកទាំងពីរនេះពិភាក្សាគ្នាជួបជុំគ្នាកំពុងសបាយហ្នឹងស្មូនឆ្នាំងក៏បានសួរទៅសម្លាញ់ថាក៏ហៅបបួលសម្លាញ់ថាសម្លាញ់យើងគិតនាំគ្នាទៅគាល់ជាមួយនឹងព្រះកាសបៈមានប្រភេទអរហន្តសម្មាសម្ពុទ្ធដែរព្រោះថាការបានចូលទៅគាល់បានចូលទៅជួបជាមួយនឹងព្រះសម្មាសម្ពុទ្ធរមែងបាននៅប្រយោជន៍យ៉ាងក្រៃលែងឬក៏ថាការបានជួបជាមួយនឹងព្រះពុទ្ធទាំងឡាយដោយផ្ទាល់នោះ
chia caប្រពៃណាស់ក្នុងលោកនេះសម្លាញ់ចូលតិបាហ្នឹងគេថាមិនដឹងជាទៅជួបសមណៈកំណោនឹងបានប្រយោជន៍អីទេជួបលោកសង្ឃនឹងដឹងបានគុណបានប្រយោជន៍អីទេយើងមិនទៅទេកតិកាស្មូនឆ្នាំងហ្នឹងបបួលម្ដងទៀតថាយើងទៅជួបប្រពុតទៅឯងថាមិនងាយបានជួបទេណាព្រះយើងសំណាងណាស់បានមកកើតតន់ចំនួននៃសាសនាប្រពុតនេះហើយព្រះអង្គទ្រង់គង់ប្រជញ្ញនៅយើងមានឱកាសបានទៅជួបព្រះអង្គផ្ទាល់អញ្ចឹងសម្លាញ់នឹងចូលតិបាលហ្នឹងគេថាមិនទៅទេមិនដឹងជាទៅធ្វើស្អីមិនដឹងមានអីសបាយមិនដឹងមានអីរីករាយមិនដឹងបានអីជាប្រយោជន៍ផងក្នុងការចូលទៅគាល់ព្រះពុទ្ធជាម្ចាស់នោះបបួលគេ2ដងគេមិនព្រមញាតិញោមបបួលលើកទី3ទៀតតែយើងទៅជួបព្រះពុទ្ធទៅអ្នកនោះគេថាគេមិនទៅទេមិនដឹងបានប្រយោជន៍អីទៅជួបព្រះកតិកាហ្នឹងក៏គិតថាបបួលចុះឡើងឯងហៅគេទៅជួបព្រះគេមិនទៅសោះអញ្ចឹងបបួលគេទៅងូតទឹកអញ្ចឹងយើងទៅងំគ្នាយកសាប៊ូយកអីវ៉ាន់អីខោអាវទៅងូតទឹកក្នុងស្ទឹងឯណោះធ្វើដំណើរពីអ្នកសម្លាញ់មិត្តភ័ក្ដិនឹងហើយដើរទៅដល់ស្ទឹងហ្នឹងក៏ទៀបនឹងទៅដល់កន្លែងស្ទឹងងូតទឹកហ្នឹងកតិកាស្មូនឆ្នាំងហ្នឹងបបួលសម្លាញ់ម្ដងទៀតថាសម្លាញ់យើងទៅជួបព្រះទៅយើងដើរមកហ្នឹងចិត្តដល់វត្តព្រះតែម្ដងដើរបន្តិចទៀតឈានចូលវត្តព្រះពុទ្ធហើយយើងនាំគ្នាទៅជួបព្រះចូលតិបាក៏ថាមិនទៅទេមិនទៅទេយើងនាំគ្នាងូទឹកទៅកតិកាទៅបបួលម្ដងទៀត2ដងក៏គេមិនព្រមបបួលគេ3ដងក៏មិនព្រមក៏ទៅហៅគេទៅធ្វើបុណ្យប្របាកអញ្ចឹងញាតិញោមហៅគេទៅជួបព្រះណាមិនទៅជួបលោកសង្ឃធម្មតាមិនទៅជួបបុគ្គលបឋិជនមិនជួបលោកកប៉ិចកប៉ុកអីណានាំគេបបួលទៅជួបព្រះញាតិញោមគិតមើលគេមិនទៅបបួលគេ2ដងក៏មិនទៅ3ដងក៏មិនទៅបបួលសាមុនក៏គេមិនទៅបបួលចុះបបួលឡើងមិនដឹងធ្វើម៉េចខឹងចិត្តពេកញាតិញោមអាចិត្តហ្នឹងចង់ឲ្យគេទៅជួបព្រះចិត្តហ្នឹងចង់ឲ្យគេបានធ្វើសេចក្តីល្អចិត្តហ្នឹងចង់ឲ្យគេហ្នឹងបានយល់អំពីខ្លឹមសារពធតែគេអត់ទៅខឹងចិត្តពេកចាប់តោងក្បួយកអាវទៅញាតិញោមក្បួយកអាវទៅក៏គេមិនទៅទៀតគេស្ញាញជើងនឹងទាល់ជើងជាប់មិនទៅទេតោងអាវមិនទៅស្អីមិនទៅចាប់តោងក្បួយសក់ចូលទៅបាថាអញ្ចឹងទៅក៏បានដែរចុះខ្ញុំបថុយទៅមកដល់ទៅបថុយទៅដើរពីអ្នកសម្លាញ់ហ្នឹងតែទៅហ្នឹងមិនមែនចិត្តជ្រះថ្លាទេគេតោងផងគេហៅផងក៏មិនទៅដល់គេក្បួយសក់វាទ្រាំបានវាឈឺណោះបដោយខ្លួនទៅថាអញ្ចឹងមិនអីទេខ្ញុំទៅតាមញាតិញោមមកគេបបួលទៅជួបព្រះឲ្យទៅដែរញាតិញោមព្រះពុទ្ធណាញាតិញោមណាមិនលោកវត្តអង្គឯណាព្រះពុទ្ធអញ្ចឹងបថុយខ្លួនទៅដល់ធ្វើដំណើរទៅជួបព្រះអង្គពនាមកាសបៈហ្នឹងកតិកាស្មូនឆ្នាំងហ្នឹងបានទូលថ្វាយដល់ព្រះសម្មាសម្ពុទ្ធអង្គនោះថាបពិតព្រះអង្គនៅចម្រើនសូមព្រះអង្គសម្ដែងនៅព្រះធម៌ជាគ្រឿងយ៉ាងចិត្តឲ្យជោតិបាលដែលជាសម្លាញ់របស់ខ្ញុំព្រះអង្គនេះបានយល់ផងសម្ដែងធម៌ឲ្យសម្លាញ់របស់ខ្ញុំព្រះអង្គនឹងបានជ្រាបច្បាស់អំពីខ្លឹមសារនៃព្រះធម៌នេះផងទៅពេលនោះព្រះអង្គបានទ្រង់សម្ដែងអំពីព្រះធម៌ជាវគាថាទៅសម្លាញ់ជោតិបាលហ្នឹងពីមុនមកអត់ជឿជាក់ក្នុងគុណប្រតនត្រ័យពីមុនមកមិនដែលដឹងគុណដឹងទោសមិនស្គាល់ខុសមិនស្គាល់ត្រូវមិនដឹងថាធ្វើទានយ៉ាងណាមិនដឹងរក្សាសិលយ៉ាងណាមិនដឹងចម្រើនភាវនាយ៉ាងណាមិនដឹងស្ដាប់ធម៌មិនដឹងរៀនធម៌មិនដឹងទ្រទ្រង់ធម៌យ៉ាងណាទេមិនដែលស្គាល់លោកសង្ឃផងតែដល់ពេលបានស្ដាប់ធម៌ព្រះម្ដងសាប់តែជ្រះថ្លាញាតិញោមជ្រះថ្លាយួរតែមែនទេពីអ្នកសម្លាញ់ថ្វាយអង្គមព្រះលាព្រះអង្គទៅវិញទៅគេអឋានវិញទៅដល់ផ្ទះចូលតិបាលហ្នឹងសាប់តែមានចិត្តចង់បួសទៅសួរសម្លាញ់កតិកាស្មូនឆ្នាំងហ្នឹងថាឥឡូវខ្ញុំបានទៅស្ដាប់ធម៌ព្រះម្ដងហ្នឹងវាកើតចិត្តជ្រះថ្លាធុញទ្រាន់ក្នុងជីវិតក្នុងភាពជាកុហកករាវះនេះណាចង់ក្នុងការបំពេញសាងនៅនេកមបារមីស្វែងរកស្ដីក្តីសុខក្នុងនេកមបារមីនេះឯង
chẳng khả để ca môn chân năng nắng cứ đã pro mày bưu hay châu để bán thà lâu sầm lạnh ấy đạp thô lục mau du hơi chưa chết du hơi đăng côn đăng ngầm pi bậc côn ở ba pra sama sam put du hay dương tự vua pi nẽ sầm lạnh dương nâu cổ ho cổ nâu pi nè dương tự vua cổ châu vua pi nè đây khả để ca môn chân năng thà sầm lạnh nhai khi nhom tự vua bàn tê khi nhom miền mai khi nhom miền âu khi nhom nâng quạt cha hơi pi nè quạt ở đây bờ pôn nâng cờ ngất phê từng cu tiết mơ em khơi tới bờ khi nhom tự vua tiết nút miền nè na nâu châm mai miền nè na nâu châm âu tê chân xóm oi sầm lạnh anh tự vua môn sân cho chăm khné phật tục pi ở bụng mà đai nâng hơi tọp nong sang quân quạt ở ruồi xăm tự vua chỉ môi sầm lạnh anh đây pe nóng châu tị ba châu bua hay nhận nhóm đó châu bua bình bồn mau hao từ chua pre cầm tâu đanh cầm tâu cầm bôi coi áo cầm tâu tờ tòng sọt bằng tâuแต่lâu chọn bua luôn ai chọn bua châu tự bua sầm đạ sasna đây phải bút bản niệm ca sập bạ năng hơi bàn pe nóng thom prang bầm pin sang nâu tập bạ thô tình lai đã xa xa bọc luôn chìa miền cà chè thla tu nộp khong tì ngọp ngặt không prang chầm rơn thô chầm rơn pra cam mặt than sọc group bẹp giang đây chìa thô ọp rồng chất khong sầm nạn đây phải sát nà đâu nộp pe đài châu tị ba năng bu ban cần là khái pe nó bậc bút bà ông trung bản niệm ca sập bạ năng bà ông trâu giang đầm đá tụ can krong phải điên để xây krong phải điên để xây nên bà ông định buôn tâu chỉ môi nâng bị khẩu xong chỉ bò định bàn nên chơi ra nó rồi ông pe để bà ông thưa đầm đá đo krong phải điên để xây nâng pe nóng phải ri chia mà ông đây chỉ phải ri chia khong đèn ca xây nắng lục bàn lư đầm đăng thà bậc bút chia mịch cha rùm chỉ môi nâng ra bị khẩu xong tỉnh lại chỉ sao bạn nâng cứ than định muôn màu can đen cà xây khăn krong và điên để xây để bỏ thầm ai nhơi chẳng bàn sơ đốt đầm nở nó phải chia lưu sâu bậc bút màu chẳng sơ đốt đầm nở tâu chỉ môi xây na tỉnh lại châu được qua bậc bút châu được qua bậc bút bàn đạp thô prasama sam bút bru cua chỉ ti chariya thalan á bậc chọc nâu bậc thô tây na nâng hái phải chia khăn đen cà xây nâng bàn ở đây tình đấy ơiព្រះសម្មាសម្ពុទ្ធជាម្ចាស់រួមជាមួយភិក្ខុសង្ឃទាំងឡាយទទួលផាត់ក្នុងវេលាថ្ងៃស្អែកគឺថាធ្វើសង្ឃផាត់មានព្រះពុទ្ធជាប្រធានក្នុងវេលាថ្ងៃស្អែកព្រះអង្គក៏បាននិមន្តទៅតាមការរតនាអញ្ចឹងទៅទទួលផាត់រួចស្រេចបាច់ជាស្ថាពរទៅព្រះអង្គឆាន់ហើយធ្វើផាត់តាហាដោយធម្មីកថារួចស្រេចបាច់ពេលនងបរិជាក្នុងដែនកាសីហ្នឹងព្រះអង្គបានអរតនីនៅព្រះសម្មាសម្ពុទ្ធជាម្ចាស់ឲ្យគង់ចាំព្រះវិសាក្នុងក្រុងពរាណសីហ្នឹងថាបើពិតព្រះអង្គនៅចម្រើនសូមព្រះអង្គទ្រង់គង់ចាំវិសាក្នុងដែនក្នុងដែនកាសីក្រុងពរាណសីរបស់ទូព្រះបង្គំទៅទូព្រះបង្គំនឹងរៀបចំនៅកិយាហារៀបចំនៅចង្ហាន់ប្រគេនដល់ព្រះសម្មាសម្ពុទ្ធរួមជាមួយសាវកទាំងឡាយដែលមានរសឆ្ងាញ់ជារៀងរាល់ថ្ងៃក្នុងរយៈកាល3ខែហ្នឹងពេលនោះព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់លោកបានឆ្លើយតបទៅកាន់បរិជាក្នុងដែនកាសីថាបពិតមហារាជតថាគតមិនទទួលការរតនារបស់អ្នកទេដោយហេតុថាតថាគតបានទទួលការចាំវសារបស់ខតិកាស្មូនឆ្នាំងទៅហើយញាតិញោមគិតមើលម្នាក់ជាស្ដេចម្នាក់ទៀតជាអ្នកធ្វើឆ្នាំងធម្មតាទេញាតិញោមណាតែដោយហេតុតែខតិកាស្មូនឆ្នាំងនេះជាអ្នកមានសទ្ធាខ្លាំងណាស់ក្នុងសំណាក់នៃព្រះសាសនាហ្នឹងសូម្បីតែបរិជាក៏មិនអាចអរតនាព្រះអង្គឲ្យគង់ចាំវសាបានដែរពេលនោះព្រះអង្គទ្រង់ឆ្លើយថាតថាគតមិនអាចនៅចាំវសាក្នុងក្រុងពរាណសីនឹងបានទេដោយហេតុថាក្នុងស្រុកវេពលិកនិគមហ្នឹងគឺថាមាននៅស្មូនឆ្នាំងម្នាក់គាត់ជាអ្នកដែលមានការជឿជាក់យ៉ាងធ្ងន់ធ្ងរចុះសុបទៅក្នុងពុទ្ធសាសនាជាអ្នកវាចាកការសម្លាប់សត្វជាអ្នកវាចាកការលួចទ្រព្យគេជាអ្នកវាចាកការប្រព្រឹត្តខុសក្នុងកាម
Chỉ nè vi cha tu nộp khăn cà pô bịa có họ bọc pra nè đợt tây chỉ nè vi cha sạp nộp kêu sở văn đây chỉ hết đây dịch đây và ma tình lai chỉ nè miền chất cung cuôn nè đợt tây chỉ nè minh và cọp đòi mịch cha tịch thay chỉ nè vơ bon vơ của sao tay tầm nút bầm rong trong phần đơm đal ra sama samput room chỉ môi nâng bị khẩu sang tình lai hay bọn bàn lơ thả khăn sở máy ngày mùi nấu ra sama samput bọn trung định muôn tục ban lập bạt room chỉ môi nâng bị khẩu sang tình lai tây nấu kẹt để ca môn cho năng nắng quạt ọt nấu tê chỉ bật ru nấu chỉ pro cả đây tham mà đa bỏ kẹt để ca môn cho năng nắng cứ thả tục cài đây máu cài để ắt nâng máu vô đây ắt nâng máu vô một phơi chỉ cho năng phơi chỉ cho năng nắng cứ thả ọt đạn lụ thế tại đạn đô kia chỉ môi bay chỉ môi co chỉ môi sạch đây bong ôn na trong ban cho năng trong ban có om ấy nắng cứ thả tụ đô chỉ môi nâng khẽ để ca môn cho năng đấy để con tài dụng co con để dụng sẵn đây tụ đô thôi bà nè rồi có thấy dụng bài dụng sầm lo ấy tàu chu nó bụng mặt đai cha chả đi các bạn này từng song khang rồi bọc khẽ để ca môn cho năng nắng ai dụng nấu phiệt nâng tụ bà này không bên nông ra sama samput room chỉ môi bị khẩu song thành lái tụ bận bạt tàu đó môn cho năng nó ngọt nâu tia thế nâu từ bụng mặt đai cha cha pi nè các bạn này mơ ai khơi không tia nắng hay bậc bột bậc tập ban bạn mục tiền chân gì cha ta cha pi nè nắng đây chở bụng mặt đai rồi bóc khẽ để ca môn cho năng nắng bàn xua bậc bột xua thả ta nè chia nè ná đào mau lưu xô sầm đập trường nắng bàn bậc cho lời thả bậc định môn một ban là ba room chỉ môi bị khẩu xăng thành lại bên nông bụng mặt đai rồi bóc khẽ để ca môn cho năng nắng thả bao bọn mau định muôn ban là bàn chẳng côn không nhom bọn ngọt nâu tình chẳng hăn tình lai miền bài miền sầm lo tình lai đây kê vô một đô chỉ môi nâng phê bồn kỳ chân năng đây là một tiền nông bọn cai vô đặng không ba đấy chăn mà chấm ai từ vọt bình từ bên nông bọn cai vô bài cai vô sầm lo đi muôn từ vọt đó từ tua chăn rồi về ngày tịnh chẳng máu khả để ca môn chân năng nắng mau bị rột đây một bị rột đây mà đọc tiền với sắp ra khơi ba khơi có khơi nam khơi bài khơi nam khơi ba bài và khơi bằng coi trên bị khăn ông chân năng chẳng có xu bốc xu mà đài nâng thả ta nè ná một cái vua bài dùng có ở hơi từ bốc mà đài prap thả bậc bút trên mình cha room chỉ môi bị khổ xong tỉnh lái lộn thì muốn ở ban bát hay bụng đài nâng đăng ban ấy đặt bát ơi bà ông cai dụng trình hành để khuôn anh từ về nông kẹ để ca môn cho năng cho ra thá là nhận nhôm cao chất bay tệ năng cao miền lái cho ra thá cất đã ô anh cứ thả ban ca ạ được cua khăn na vì sầm nạn này bà bút chia mày cha miền một con nam môi đại ban sạch đây snap snap đôi chị anh chẳng tê miền nạn na ban từ tuôn cả ạ nục cua giảm ngô đôi chị anh chẳng tê thằng nạn đòn bà bút lông mà bắn ba đấy lúc định muôn một vô cả ha khuôn anh một đùa ha khuôn anh đã không ba kết thả anh kết là đây chỉ môi bà bút cho ra thla chẳng cao chất bay tệ nâu tờ sọc xuông chẳng ở bụng mà đai pi nè năng cao chất cho ra thla chỉ môi bà bút chẳng ọt là ha cao bay tệ bà bơ thế ngày còn nâu thì ọt slap đây ẩm nai bay tệ nó nhận nhớ cứ ta bay tệ năng khăn na khăn cả cho ra thla miên giật thiệp đi càng đơm đâu nó không quân đây bà tận nạ trai năng về thế ngày cào thiên bút trên bề cha để dưỡng bà ông một ban ba tiệt mà đòn trắng ấp chuột cả để ca môn chân năng năng tề môn chân năng tờ rốt đây ắt màu tiệt đã bay với chân năng đầy nắng về năng bàn chuột chỉ môi ở bụng mà đai năng ở bụng mà đai năng bàn xu nẹt ná thà bút một ban ba bà ông một ban bàn chẳng bà ông dốt nó nung để cái đạn khăn ông chân năng đầy năng bà ông định muốn đạn khăn ba đấy định muốn dốt từ chan tư bà ông định muốn dốt tâu chẳng tiệt tớ chạy để ca môn chân năng từ lọt mà đọc tia vinh bàn chua chỉ môi ở bụng mà đai ắt khơi miền nông mà miền ấy đã khăn chân năng xua tôi ta bột bẩn bát cao chất bay tay ắt là ha đọc làm thế ngày thì bụng mà đai nó cao chất chơi ra thay ai đời bay tệ dễ bay vòng pơ thế ngày thì ngày cào máu bột chỉ mà cha để dương bà ông một bẩn ba tiết chẳng máu
តែក្នុងថ្ងៃហ្នឹងគាត់ក្នុងការរស់នៅរបស់ភិក្ខុសង្ឃក្នុងវត្តហ្នឹងគឺថាគាត់ហ្នឹងលិចដោយទឹកភ្លៀងទាំងឡាយដាច់រហែកតបូលហ្នឹងប្រក់អត់បានល្អទេអត់សមគួរតែមានភ្លៀងមិនអីមកលិចដាច់រហែកសពគ្រប់បែបយ៉ាងពេលហ្នឹងព្រះពុទ្ធជាម្ចាស់នៃយើងព្រះអង្គទ្រង់ឲ្យភិក្ខុសង្ឃទាំងឡាយទៅបិណ្ឌបាតតបូលផ្ទះទៅបិណ្ឌបាតយកស្មៅយកមកប្រក់គាត់យើងក្នុងវត្តអារាមហ្នឹងទៅបិណ្ឌបាតពីផ្ទះខដេកាស្មូនឆ្នាំងហ្នឹងមកភិក្ខុសង្ឃទាំងឡាយនិមន្តទៅដល់ផ្ទះខដេកាស្មូនឆ្នាំងទៅដល់រអីអត់បានញាតិញោមរស្មៅរអីគេប្រក់ផ្ទះប្រក់អីហ្នឹងរអត់បានដល់ពេលរចុះរឡើងមិនដឹងធ្វើយ៉ាងម៉េចអត់មានសល់ទំនេរនាំគ្នាទៅរុះតបូលផ្ទះខដេកាស្មូនឆ្នាំងហ្នឹងមកឪពុកម្ដាយខដេកាស្មូនឆ្នាំងហ្នឹងថាព្រះអង្គរុះយកទៅបកគាត់ព្រះអង្គទៅកុំឲ្យលិចទឹកភ្លៀងទៀតភិក្ខុសង្ឃទាំងឡាយយកទៅដល់ថ្ងៃបន្តិចខដេកាស្មូនឆ្នាំងហ្នឹងត្រឡប់មកដល់ផ្ទះវិញមកដល់ផ្ទះស្រាប់តែឃើញតបូលផ្ទះមើលឃើញមេឃអញ្ចឹងសួរឪពុកម្ដាយអីចឹងអ្នកណាអីក៏ប្រហើនពេលលៀមម្លេះមកយកតបូលផ្ទះទៅអស់អញ្ចឹងរុះរើទៅអស់អញ្ចឹងថាគ្មានអ្នកណាទេកូនប្រពុតជាម្ចាស់ព្រះអង្គប្រើភិក្ខុសង្ឃមកយកទៅអស់ហើយលោកដាច់រហែកធ្លុះធ្លាយភ្លៀងមកលិចហើយគាត់ថាអូប្រពុតចឹងជ្រះថ្លាណាជ្រះថ្លាញាតិញោមអត់មានចិត្តខឹងអត់មានចិត្តអីជាមួយប្រពុតជាមួយនឹងភិក្ខុសង្ឃទាំងឡាយទេមានតែថាអញហ្នឹងគឺថាបានសេចក្តីស្និទ្ធស្នាលជាមួយប្រពុតណាដែលប្រពុតសំបីតែបរិជាលោកថ្វាយទៀនបរិជាលោកគាត់គង់អាហារភោជនល្អក៏លោកមិនញាប់ញ័រក៏លោកមិនមានការចិត្តស្និទ្ធជាមួយបរិជាដូចជាអញអញ្ចឹងដែរអញជាមនុស្សកំសត់ទូរគតរោគមួយថ្ងៃចិញ្ចឹមខ្លួនមួយថ្ងៃអញ្ចឹងសោះប្រពុតមកស្និទ្ធស្នាលបានដែរកើតចិត្តជ្រះថ្លាបៃតៈហ្នឹងកើតមានឡើងទៀតឪពុកម្ដាយទាំងឡាយរយៈពេល7ថ្ងៃទៀតបៃតៈហ្នឹងកើតមានឡើងណាដោយអំណាចការជ្រះថ្លាហ្នឹងណាអ្នកញាតិញោមយើងគ្រប់គ្នាធ្វើបុណ្យធ្វើទានឧទាហរណ៍ថាបើលោកទៅរុះតបូលផ្ទះយកមកធ្វើគាត់ដែរមិនដែរញាតិញោមមិនដែរញាតិញោមស៊ូជេលោកទៀតណាយីលោកនឹងដល់កទៅហ្មងបូលផ្ទះណាមយកតបូលផ្ទះឯងផ្សារចេះលក់ចេះក្បើអីសង្កសីមិនទៅទិញរុះតបូលផ្ទះយកញាតិញោមឃើញទេហើយតែកអញ្ចឹងញាតិញោមបានព្រះយកអញ្ចឹងដូចរត់តអថែមទៀតរត់តអថែមបូជាថ្វាយព្រះបានព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែលយើងព្រះអង្គលើកអំពីអតីតនិទានហ្នឹងមកបរិជាក្នុងដែនកាសីលោកថាអូគិតទៅខដេកាស្មូនឆ្នាំងសំណាងជាអញណាសំណាងជាងអញខ្លាំងយូរតែមែនទេអញបានកើតមកជាក្សត្រជាបរិជាមានទ្រព្យស្ដុកស្ដំមានពលមានសេនាមានយុស័ក្តិមានទ្រព្យសម្បត្តិតែមិនបានទទួលនៅការស្និទ្ធស្នាលអំពីសំណាក់នៃព្រះសម្មាសម្ពុទ្ធជាម្ចាស់អញ្ចឹងទេពេលនោះបរិជាក្នុងដែនកាសីនោះព្រះអង្គបញ្ជូនញាតិញោមបញ្ជូនទ្រព្យសម្បត្តិបញ្ជូនអង្គបញ្ជូនរបស់មានតម្លៃយកទៅឲ្យខដេកាស្មូនឆ្នាំងញាតិញោមឲ្យថាសុំថាឡូវអ្នកឯងយកទ្រព្យយកសម្បត្តិហ្នឹងមកខ្ញុំសុំប្រពុតឲ្យចាំភាសាក្នុងដែនកាសីតែខ្ញុំមិនទទួលទេខដេកាស្មូនឆ្នាំងខ្ញុំមិនទទួលទេលុយកាក់ទ្រព្យសម្បត្តិការយកអង្គរបស់មានតម្លៃទាំងអស់ហ្នឹងមកមិនអាចយកមកដូរជាមួយនឹងចិត្តជ្រះថ្លារបស់ខ្ញុំជាមួយនឹងព្រះសម្មាសម្ពុទ្ធជាម្ចាស់បានទេអ្នកដោយអំណាចចិត្តជ្រះថ្លាញាតិញោមឃើញទេអញ្ចឹងបានប្រពុតលោកថាលោកអត់ទទួលការនិមន្តក្នុងការចាំភាសារយៈពេល3ខែរបស់បរិជាទេតែព្រះអង្គសុខចិត្តទៅចាំភាសាក្នុងស្រុកវេភលិកនិគមដោយមានខដេកាស្មូនឆ្នាំងណាគ្មានទ្រព្យសម្បត្តិអីច្រើនគ្មានយុស័ក្តិគ្មានអីទេក៏ប៉ុន្តែថាមានសទ្ធានឹងមុតមមជាឧបថៈរបស់ព្រះពុទ្ធដ៏ប្រសើរយ៉ាងក្រៃលែងជាអ្នកដឹងគុណឪពុកម្ដាយផងខំប្រឹងលះបង់នៅអកុសលធម៌ក្នុងចិត្តក្នុងសន្តានផងខំប្រឹងប្រព្រឹត្តធ្វើតាមនៅព្រះពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធផងព្រះអង្គអនុគ្រោះអញ្ចឹងបានជាក្នុងអានិសង្ឃនៃសទ្ធាលោកទ្រង់សម្ដែងថាបឋមង្គអនុកម្មន្តិតបុគ្គលឯណានិមួយជាអ្នកមានសទ្ធាហ្នឹងព្រះតថាគតរមែកអនុគ្រោះមុនគេអញ្ចឹងបុណ្យកុសលហ្នឹងបានច្រើនណា
ដោយការជ្រះថ្លាជាមួយនឹងបរតនត្រ័យអត់មានបូជាអីច្រើនទេញាតិញោមសូម្បីតែមានការថ្វាយចង្ហាន់មានការថ្វាយនំទៅដល់ព្រះសម្មាសម្ពុទ្ធមានការថ្វាយដំបូលផ្ទះដល់ព្រះសម្មាសម្ពុទ្ធនឹងណែខតិកាស្មូនឆ្នាំងមានព្រះនិព្វានជាទីបំផុតស្លាប់ពីលោកនឹងទៅបានទៅកើតក្នុងឋានសួគ៌ទេវលោកហើយឈប់មកចាប់កំណើតក្នុងទុក្ខតិភពទៀតហើយឈប់មកសោយទុក្ខសោយលំបាកទៀតហើយដោយអំណាចចិត្តជ្រះថ្លានឹងចឹងសូមឲ្យញាតិញោមពុទ្ធបរិស័ទយើងគ្រប់រូបទាំងអស់សម័យទានប្រធានបុណ្យកូនចៅនៃសពគ្រប់រូបសូមបណ្ដោះនៅសទ្ធានេះឡើងថ្ងៃហ្នឹងយើងមានសទ្ធាទៅនៅក្នុងគុណបរតនត្រ័យចំណាយលុយកថវិកាធ្វើបុណ្យធ្វើទានពិធីបុណ្យគម្រប់ខួប3ឆ្នាំនេះគឺថាជាចិត្តដែលមានសទ្ធាពីខាងដើមមកជឿជាក់ដឹងថាឪពុកម្ដាយអញស្លាប់ពីលោកនឹងទៅក្រែងលោកគាត់បានទៅកើតក្នុងទីបំសំគូអីសូមឲ្យបុណ្យកុសលនឹងឧទ្ទិសជូនចំពោះគាត់តែបើសទ្ធាញាតិញោមនឹងខ្លាំងបុណ្យកុសលនឹងក៏អាចសម្រេចបានដោយអាស្រ័យជាមួយនឹងការធ្វើទានជាមួយនឹងលោកអ្នកមានសិលមានប្រសង់មានយាយតាបាសកបាសិកាជាដើមបុណ្យកុសលសម្រេចបានគ្រប់គ្នាទាំងអស់សូមអនុមោទនាចឹងក្នុងឱកាសវេលាថ្ងៃនេះខ្ញុំបកូនអាត្មាភាពសម្ដែងអំពីរឿងសទ្ធានេះឡើងគឺដើម្បីកុំឲ្យញាតិញោមពុទ្ធបរិស័ទយើងអ្នកខ្លះគាត់ប្រៀបធៀបគ្នាត្រង់ដែលថាពេលខ្លះយើងធ្វើបុណ្យតែមួយទេតែមានអ្នកខ្លះគាត់មានលុយកាក់ច្រើនមានទ្រព្យសម្បត្តិច្រើនជាងគាត់ចូលច្រើនអញ្ចឹងទៅដល់ពេលអ្នកគ្នាអត់សូវមានអញ្ចឹងតែអ្នកគ្នាមានចិត្តគឺថាមានការជ្រះថ្លាដឹងគុណចង់ធ្វើបុណ្យធ្វើទានតែសាប់ទៅតូចចិត្តអូយគេមានគេបានគេធ្វើបុណ្យច្រើនណាស់គេដាក់លុយដាក់កាក់គេចង់ធ្វើនេះបានចង់ធ្វើនោះបានវាតោះអីទៅអញអត់មានលុយអត់មានកាក់អីគេអញ្ចឹងគឺថាយើងកុំតូចចិត្តធ្វើបុណ្យតាមសទ្ធាធ្វើបុណ្យតាមមានតាមបានសំខាន់គឺថាបើចិត្តយើងជ្រះថ្លាបុណ្យកុសលយើងក៏បានច្រើនតាមនឹងដែរចឹងការសម្ដែងពធទេសនាក្នុងឱកាសវេលាគ្រានេះក៏សំលមមកាលវេលានឹងបញ្ចប់តែប៉ុណ្ណេះហើយញាតិញោមពុទ្ធបរិស័ទយើងគ្រប់រូបអញ្ជើញទៅវត្តអង្គដែរញាតិញោមថ្ងៃហ្នឹងគេដាក់ល្ខោនណាដាក់ល្ខោនថ្ងៃហ្នឹងវត្តអង្គល្ខោនហ្នឹងក្រាំងស្លែងមកពីស្រុកបាទីនោះបើឃោសនាថាមន់លោកទេសអញ្ចឹងមិនសូវច្រើនប្រហែលទេតែបើឃោសនាថាល្ខោនអូនាំគ្នាទៅសណ្ដូនហើយបើមិនបានអញ្ជើញទៅថ្ងៃហ្នឹងស្អែកក៏បានស្អែកប្រសង់លោករាប់បាតក្នុងវត្តហ្នឹង60អង្គឯណោះញាតិញោមចាស់ដើមបុណ្យយើងក៏អាចទៅបានដែរអាចចប់បុណ្យនេះទៅអញ្ជើញទៅបានទៀតរាប់បាត60អង្គហ្នឹងហើយយាយតាញាតិញោមពុទ្ធបរិស័ទយើងគ្រប់គ្នាបើមានសទ្ធាជ្រះថ្លាក្នុងការដាក់បាតរាប់បាតប្រសង់ហ្នឹងអញ្ជើញទៅបានក្នុងវេលាថ្ងៃស្អែកយើងចប់បុណ្យនេះទៅអាចទៅបានម៉ោង9អីហ្នឹងលោកចាប់ផ្ដើមរាប់បាតបានហើយអញ្ចឹងក្នុងឱកាសវេលាគ្រានេះមុននឹងបញ្ចប់ពធទេសនាអង្គខ្ញុំបកូនអាត្មាភាពសូមលើកបុណ្យលើកកុសលដែលកើតចេញមុខអំពីអមិសទានធម្មទានដែលសម័យទានប្រធានបុណ្យយើងគ្រប់រូបទាំងអស់បានបំពេញបានធ្វើក្នុងថ្ងៃនេះសូមអំណាចបុណ្យកុសលនេះឧទ្ទិសជូនចំពោះវិបាកៈបដិសន្ធិវិញ្ញាណថ្មីនៃលោកយាយឧបាសិកាគង់ពិននិងលោកយាយសេះរើនព្រមទាំងញាតិកាគុកពុនឧបាសកតែដាក់ឧបាសិកាឧបាសកគង់ពិននិងឧបាសិកាសេះរើនព្រមទាំងញាតិកាទាំង7សន្តានដែលបានចែកការរំលែកខណ្ឌពីលោកនេះទៅកាន់ប្រាក់លោកដតីហើយនោះសូមឲ្យគាត់អនុមោទនាត្រេកអរយកបុណ្យយកកុសលនេះឲ្យបានទៅចាប់កំណត់កើតក្នុងទីបំសំគូម្យ៉ាងវិញទៀតសូមជូនបុណ្យជូនកុសលឲ្យពុទ្ធបរិស័ទយើងគ្រប់រូបទាំងអស់បានជួបប្រទះសំប្រកបតែជាមួយនឹងព្រះពុទ្ធពរ4អាយុក៏សូមឲ្យមានអាយុវែងវណ្ណៈសម្បុរល្អសុខៈក៏សូមឲ្យបានសុខកាយសប្បាយចិត្តពលៈក៏សូមឲ្យមានកម្លាំងកាយ
មមួនកម្លាំងសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាសម្បត្តិទាំងឡាយ3សម្បត្តិមនុស្សសម្បត្តិទេវតានិងសម្បត្តិព្រះនិព្វានបញ្ញត្តិញោមយាយតាប្រាថ្នាសម្បត្តិណាពួរណានោះក៏សូមឲ្យបានសម្រេចដូចសេចក្តីប្រាថ្នាអយ៉ាងសង្ខេពេនៃសមតារីពធទេសនាកសនបត្តិថាបញ្ចប់តែប៉ុណ្ណេះឯងអេវ៉ាំង